ហាត់នេះដែលគ្នាយើងបានឃើញនេះគឺជាលំហាត់ប្រូបាបដែលគេប្រឡងបណ្ឌុបឆ្នាំ2025ណាលំហាត់នេះមើលទៅយ៉ាងប្លែកភ្នែកជាងរាល់ឆ្នាំដែរណាវាគួរសមដែរអញ្ចឹងក្នុងប្រអប់មួយមានឃ្លីទាំងអស់ចំនួន 4N តែក្នុងនោះមានឃ្លីចំនួន 2N+1 មានពណ៌លឿងហើយ 2N ដក1មានពណ៌បាយតអញ្ចឹងគេចាប់យកឃ្លីតែ2ឲ្យព្រមគ្នាដោយចែកដនមកគេយកតែ2ទេក្នុងសំណួរនេះបាទក្នុងសំណួរនេះគេកំណត់យកនេះគេកំណត់យកអីគេបាទនេះយើងកំណត់យក n យើងគឺស្មើជាមួយនឹង10បាទគឺយក n ស្មើ10គេឲ្យយើងគណនាប្រូបាបាទគ្មានចំណុច3ចំណុចដែលត្រូវគណនាឥឡូវយើងមិនតន់គិតសំណួរទេយើងគិតពីកណន័យអាចមុនសិនបាទអញ្ចឹងបើយើងគិតមើលទៅចំនួនឃ្លីសរុបយើងគឺស្មើអីនេះឃ្លីសរុបស្មើ 4n ប៉ុន្តែដោយសារតែ n ស្មើជាមួយនឹង10យើងអាចសេទៅមានន័យថាយើងអាចធ្វើការត្រួស4គុណ10អញ្ចឹងយើងឃើញថាឃ្លីសរុបយើងឃើញ40នេះអានេះឃ្លីសរុបយើងហ៎អញ្ចឹងយើងត្រូវរកចំនួនឃ្លីពណ៌លឿងអាចរកឃើញទៀតណានេះហេ2គុណឲ្យ2គុណអីគេ n យើងស្មើជាមួយនឹង10អញ្ចឹង2គុណ10បូកឲ្យ1នេះជាកម្រិតត្រួសត្រូវរកពណ៌លឿងឲ្យឃើញសិនហើយនឹងពណ៌បាយតងណាអញ្ចឹងយើងត្រូវការគណនាប្រូបាបសិនណាបាទគណនាព្រឹត្តិការណ៍អីអញ្ចឹងដើម្បីរកគណនាវាយើងត្រូវរកកណន័យអាចមុនសិនបាទឥឡូវខ្ញុំនិយាយពីចំនួនកណន័យអាចអញ្ចឹងមិញគេមានឥឡូវគេមានឃ្លីយើងមិញឃ្លីគេឃ្លីសរុបយើងមិញគឺអីគេ 4n មិនអញ្ចឹងនេះគឺ 4n ហើយដូចគ្រូបានបញ្ជាក់មិញអញ្ចឹងដោយសារតែ n យើងស្មើអីគេ n យើងគឺស្មើ10នេះអញ្ចឹង4គុណឲ្យ4គុណ10ដោយសារនេះគឺយក n ស្មើ10ណាគឺយើងយកអាហ្នឹងមកចំនួនចូលទៅដូចគ្រូបាន highlight ខាងលើមុនអញ្ចឹងវាស្មើជាមួយនឹង40នេះឃ្លីសរុបយើង40ទី2ឃ្លីអីគេទៀតពណ៌អីគេឃ្លីពណ៌នេះឃ្លីពណ៌លឿងយើងគឺកន្លែងនេះ 2n+1 ហាត់នេះយ៉ាងហ្នឹង 2n+1 វាជាឃ្លីពណ៌លឿងអញ្ចឹងគ្រូសេថា 2n+1 ស្មើជាមួយនឹងដោយសារតែ n យើងស្មើអីគេមិញ n យើងស្មើ10មិនអញ្ចឹងមានថា2គុណឲ្យ10ហើយបូកឲ្យ1អញ្ចឹង2គុណឲ្យ10វា20បូក1ប្រកាសជាឃើញ21ហើយណាតែពេលមួយទៀតគឺឃ្លីយើងមួយទៀតព្រោះយើងមាន2ពណ៌ណាឃ្លីពណ៌បៃតងនេះបៃតងគឺ 2n ដក1ចឹងនេះវាស្មើជាមួយនឹង 2n ដក1ចឹងយើងគិតទៅអានេះមក2គុណឲ្យ10ហើយដក1ចឹងអានេះវាស្មើ20ដក1វាសល់19ណាបាទអញ្ចឹងយើងឃើញណានោះយើងអាចរកកណន័យអាចឃើញហើយបាទយើងអាចរកកណន័យអាចឃើញហើយអញ្ចឹងចំនួនកណន័យអាចនេះគូសេថាចំនួនករណីអាចគឺ n អីគេ ns ណាករណីអាចយើងគឺតាំងដល់ ns គឺវាកើតចេញពីបន្សំឃ្លីសរុបយើងបាទឃ្លីសរុបយើងគឺ40នេះ40ប៉ុន្តែដោយសារគេយកម្ដង2ណាឡើយហ្នឹងប្រធានគេថាគេយកម្ដង2អញ្ចឹងវាស្មើ40យក2អញ្ចឹងយើងសេបានថាស្មើតទៀតវាស្មើជាមួយនឹង40 factorial បាទនៅលើ40ដល់ឲ្យ2 fact គុណឲ្យ2 fact ណាបាទគ្រូសេបន្តបន្តិចចុះឡើយហ្នឹងឡើយនេះគ្រូគិតភាគបាយមុនភាគបាយយើងគឺនេះ40ដក2អញ្ចឹង40ដក2វា small នៅសល់18 fact ហើយ2 fact គូទុកដដែលសិនបើតន់បែកទេបន្ទាប់មកយើងធ្វើការបំបែកភាគយកយើងនេះវា40អញ្ចឹងបែកព្រមតែ18 factorial ទៅបានហើយអញ្ចឹងយើងសេថា40គុណឲ្យ39ហើយបានគុណឲ្យ38 fact អញ្ចឹងយើងអាចស្រួលបានត្រង់ហ្នឹងនេះគេ38 factបាទកាត់បាននេះខុសទៀតគេនឹងដកលើកនេះខុសដែរបាទបាទអញ្ចឹងយីស្មើជាមួយនឹងបាទឥឡូវយើងគិតអំពីភាគបាយមុនគឺ40ដក2គឺវាឃើញ38បាទអញ្ចឹងវាស្មើជាមួយនឹងភាគបាយយើងគឺ38 fact នៅលើគុណឲ្យ2 fact បាទហើយមួយទៀតគឺកន្លែងភាគយកយើង40យើងបែកព្រមទៅគុណ38បានហើយអញ្ចឹងគ្រប់គ្រាន់ណា40គុណឲ្យ39ហើយគុណឲ្យ38 fact យើងអាចស្រួលបានណាគេអាចយើងអាចស្រួលបាននេះ30
ហ្វាក់ចំនួន30ហ្វាក់មកបាទស្មើតទៀតអានេះវាស្មើជាមួយនឹងអីគេបាទកន្លែងនេះគូសម្រួលថែមតទៀតបាទ2នេះសម្រួលជាមួយ40អានេះវាសល់20ណាបាទពូ2ហ្វាក់ហ្នឹងវាស្មើ1គុណនឹង2គឺស្មើ2ដដែលណាចានេះយើងសេបានថា20គុណឲ្យបាទ39បាទ39គូសេ99ណាបាទ39អញ្ចឹងវាស្មើជាមួយនឹង0យើងរាប់ទុកទៅ9 2ដង18សេលេខ8ត្រែ1 96គឺ70បាទ780ណាកុំភ្លេចថែម0អញ្ចឹងយើងបាន780ណាខេអញ្ចឹងចំនួនករណីអាចយើងមានទៅដល់780ឥឡូវយើងនិយាយពីចំនួនករណីស្របយើងវិញយើងមកសង្ខេបទាំងអស់លីងហ្មងទៅបាទព្រោះយើងបានករណីអាចហើយណាមិញណាបាទគូមកសង្ខេបប៉ុណ្ណឹងទាំងអស់ហើយចំនួនឃ្លីដែលគេចាប់បានដែលមានពណ៌ខុសគ្នាបាទចំនួនឃ្លីទាំងពីរដែលគេចាប់បានហ្នឹងមានពណ៌ខុសគ្នាអញ្ចឹងមានន័យថាម៉េចមានតែគេចាប់បានពណ៌លឿងមួយនិងពណ៌បៃតងមួយត្រូវតែពណ៌ខុសគ្នាគឺយកពីរពណ៌លឿងមួយពណ៌បៃតងមួយគឺយកពីរអញ្ចឹងមានន័យថាប្រូបាបយើងកន្លែងហ្នឹងណាយើងអាចសេថាម៉េចបន្សំនេះគូសេខាត់ខាត់បន្សំឃ្លីពណ៌លឿងយើងរកឃើញហើយគឺ21ហើយយកមួយដល់ពេលមួយទៀតគឺគេនៅសល់មួយទៀតព្រោះគេយកពីរបន្សំជាមួយនឹងបាទបៃតងយើងរកមិញគឺឃើញ19ហើយក៏យកមួយដែរណាអញ្ចឹងគឺយើងយកពីរគ្រប់ល្មមលឿងមួយបៃតងមួយអញ្ចឹងពីរគ្រប់អីអញ្ចឹងអានេះគឺជាប្រមាណទីគុណណាបាទយើងយកទៅគុណគ្នាទៅអូខេអញ្ចឹងអានេះយើងសេបន្តបានណាមិញយើងយកទៅគុណឃើញអត់អញ្ចឹងចំនួនករណីបាទគូអាចសេបានហើយចំនួនករណីអីនេះចំនួនករណីស្របនេះចំនួនករណីស្របយើងគឺ n បាទ na ព្រោះវាជាបត្តិការគេតាំង a វាស្មើជាមួយនឹងបន្សំមិញអីគេបៃតងមួយហើយជាមួយនឹងអីបៃតងមួយហើយលឿងមួយបៃតងយើង20 1បាទ21យកមួយហើយមួយទៀតគឺយកទៅគុណជាមួយនឹងបន្សំ19យកមួយដែរឥឡូវនេះគឺជាចំណុចពិសេសដែរគេនេះយើងឃើញអត់21យកមួយហើយ19យកមួយអញ្ចឹងកន្លែងហ្នឹងគឺ20យក21យកមួយគឺវាស្មើជាមួយនឹង21គុណឲ្យ19យកមួយគឺស្មើ10 19អញ្ចឹងហ្នឹងពេលយើងគុណបញ្ចូលគ្នាទៅគឺស្មើជាមួយនឹង300បាទ399ណាបាទកន្លែងហ្នឹងអូខេអញ្ចឹងនោះបាទនោះពេលយើងពេលនៃព្រឹត្តិការណ៍ A យើងគឺ A វាស្មើជាមួយនឹង NA បាទ NA នៅលើ NS ណាបាទករណីស្របលើករណីអាចស្មើមកតង់ទៀតគូដាក់ចុះបន្តទៅនេះស្មើជាមួយនឹង NA យើង NA យើង399នេះ399 NS យើងគឺអីនេះ780យើងសម្រួលអត់បានទេបាទបញ្ចប់ប៉ុណ្ណឹងនេះគឺជាចម្លើយរបស់យើងឥឡូវយើងមកនិយាយពីព្រឹត្តិការណ៍ B នេះយើងអាចសង្ខេបខាងលើម្ដងទៀតណាគេថាម៉េច B យើងគឺកូនឃ្លីដែលកូនឃ្លីទាំងពីរចាប់យកបានមានពណ៌បៃតងអញ្ចឹងកូនឃ្លីទាំងពីរចាប់យកបានហ្នឹងគឺមានពណ៌បៃតងអញ្ចឹងពណ៌លឿងអត់មានទេមានតែបៃតងនេះលឿងអត់មានទេ no អញ្ចឹងបៃតងទាំងពីរឡើយណាបៃតងយើងគឺ19នេះអញ្ចឹងយើងអាចនិយាយបានថាម៉េចចំនួនករណីស្របទៀតហើយណាករណីស្របទៀតហើយអញ្ចឹង n យើងពេលហ្នឹងគឺដោយសារវាជាចំណុច B បាទព្រឹត្តិការណ៍របស់ B អញ្ចឹង n B គឺស្មើជាមួយនឹងបន្សំ19យក2អានេះយើងអាចប្រើដូចមុនបានទេព្រោះថាយក2បើយក1ប្រើបានណាអញ្ចឹងវាស្មើ19ហ្វាក់នៅលើ19ដកឲ្យ2គុណឲ្យ2ហ្វាក់កន្លែងនេះគូសេថាម៉េចសេថាភាគបាយមុនដល់មុនអញ្ចឹងណាគឺ19ដក2ឃើញ17នេះ19ដក2យើងឃើញ17ណា17គុណឲ្យ2ហ្វាក់គូភ្លេចហ្វាក់មក17ហ្វាក់ភាគយកអញ្ចឹងគឺគុំវាយដែរ19គុណឲ្យ18គុណឲ្យ17ប៉ុណ្ណឹងបានហើយដើម្បីទុកសមស្រួលណែស្រួលជាមួយ17ហ្វាក់នេះកន្លែងនេះក៏គ្រូអាចឆែកមើលឲ្យតទៀត2ហ្វាក់នេះវាស្មើ2ដដែលជាមួយនឹង18ទៅវាសល់9ណាកន្លែងហ្នឹងអញ្ចឹងវាស្មើជាមួយនឹង19គុណឲ្យ9អញ្ចឹង19គុណឲ្យ9វាស្មើជាមួយនឹងបន្តទៀតមក
100 បើយើងគិតណា9 10 81សេរី1 5 8 9 9 9នឹង8បាទ17អញ្ចឹង171ណាណែ171នោះនិយាយបានទៀតហើយបាទពេលប្របនៃព្រឹត្តិការណ៍ B យើងគឺស្មើជាមួយនឹង NB នៅលើ N NS បាទគូចង់ដាក់ NA ណា NS នេះជំនួសចូលមកព្រឹត្តិការណ៍យើង NB គឺ171ដល់ពេល NS យើងគឺមិនមែនមិញបាទ780នេះកន្លែងនេះយើងអាចសម្រួលបានយើងអាចសម្រួលនឹង3យើងសម្រួលនឹង3មកចឹងសម្រួលនឹង3ភាគយកចឹងឃើញ57ហើយភាគបែកឃើញ200បាទ260ហើយណាបាទនេះគឺជាចម្លើយរបស់ចំណុចB បាទនៅសល់តែមួយទៀតទេព្រឹត្តិការណ៍ទី3កូនឃ្លីបាទកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌ដូចគ្នាចឹងមានពណ៌ដូចគ្នាគេយកតែពីរសល់តែពណ៌លឿងមួយពណ៌បែកតងមួយឡើយណាបាទអញ្ចឹងយើងអាចសេទៅជាបន្សំយ៉ាឥឡូវនេះបន្សំយើងនេះបន្សំយើងគឺអីគេពណ៌លឿងនឹង2ឥឡូវពណ៌លឿងនឹង2លឿងយើង21អញ្ចឹងយក2ហើយអាចបានផ្សេងទៀតឃើញអត់អាចបានអីគេនេះអាចបានពណ៌បៃតងយើង19យក2អញ្ចឹងកន្លែងនេះគ្នាយើងកុំច្រឡំណាកុំច្រឡំថាវានៅតែប្រើប្រមាណទីគុណមិនមែនទេគឺវាប្រើប្រមាណទីបូកដោយសារតែយើងវិភាគមិញយើងប្រើពាក្យឬតែយើងប្រើពាក្យឬព្រោះគេថាម៉េចឃ្លីទាំងពីរដែលចាប់បានមានពណ៌ដូចគ្នាអញ្ចឹងវាអាចពណ៌លឿងទាំងពីរបាទវាអាចពណ៌លឿងទាំងពីរនេះពណ៌លឿងទាំងពីរឬក៏ពណ៌បៃតងទាំងពីរអញ្ចឹងយើងវិភាគមកវាចេញពាក្យឬអញ្ចឹងយកទៅបូកណាអូខេអញ្ចឹងយើងបន្តទៀតចំនួនករណីស្របផងយើងបាទចំនួនករណីស្របNC បាទពព្រឹត្តិការណ៍ C បន្សំមិញហ្នឹងបាទពួកចាប់បានម្នាក់2ភាយើងបាន20 21បាទ21យក2កូនបូកឲ្យអូខេទៅនិយាយមិញឥឡូវយើងគួរចង់ច្រឡំយកទៅបូកជាមួយហ្នឹង19បាទ19យក2អញ្ចឹងវាស្មើជាមួយនឹងកន្លែងនេះគូសេថា21បាទ21 factorial នៅលើ21ដកឲ្យ2 fact គុណឲ្យបាទ2 fact បូកឲ្យបាទកន្លែងនេះបាទចំណុចនេះជាងបានកណនីហើយអញ្ចឹងយើងបាច់ចាំកណនីទៀតទេព្រោះកន្លែង19យក2ហ្នឹងយើងឆែកទៅមើលខាងលើបន្តិចណាបាទនេះយើងឃើញអត់ឃើញ19យក2នេះ19យក2យើងឃើញ170បាទ171ណាបាទ171អញ្ចឹងគូសេថាបូក171កន្លែងនេះស្មើជាមួយនឹងបតងទៀតណាបតងទៀតគូដាក់ប៉ុណ្នេះអញ្ចឹង21ដកឲ្យ2វាស្មើជាមួយនឹង19បាទ19 fact គុណឲ្យ2 fact អញ្ចឹងកន្លែង20នោះគូសេ21នោះគូសេថា21គុណឲ្យ20ហើយគុណឲ្យ19គឺបានហើយ19 fact គឺបានហើយប៉ុន្តែគ្នាយើងប្រយ័ត្នភ្លេចបូក171ណាកុំភ្លេចបូកនៃ19 fact នេះស្រួលនឹង19 fact នេះទៅ2 fact នេះអញ្ចឹង2 fact វាស្មើ2ស្មើនេះទៅវាមិនសល់21គុណឲ្យ10ហើយបូកឲ្យ171កន្លែងនេះគូដាក់ស្មើតតិចទៀតមើលបានទេកន្លែងនេះដាក់ស្មើតហ្មងទៅណាអញ្ចឹងក្រោយពីយើងគុណទៅនឹងយើងបាន210បូកឲ្យ170វាស្មើជាមួយនឹង300បាទ381បាទស្មើជាមួយនឹង381នេះណាចឹងហើយយើងបានប្រូបាបយើងណាបាទនោះអនសេយើងគឺ381បាទ381ចឹងនៅលើករណីស្របយើងមិញ700ករណីអាចចឹងគឺ780ចឹងវាស្មើជាមួយនឹងកន្លែងនេះយើងអាចសម្រួលបានបាទយើងអាចសម្រួលនឹង3បានណាបាទយើងអាចសម្រួលនឹង3នេះស្មើជាមួយនឹង127ហើយភាគបែកស្មើនឹង260នេះគឺជាចម្លើយប្រូបារបស់យើងនេះហ្នឹងជាចម្លើយប្រូបារបស់យើងទាំង3ហ្នឹង3សំណួរដែលគេសួរហ្នឹងបាទយើងប្រយ័ត្នប្រយែងក្នុងការកណនីបាទអញ្ចឹងយើងជួបគ្នាប៉ុណ្ណឹង